bạnដើម្បី highlight ពណ៌ទៅលើជួរដេកណាមួយនៅក្នុងកម្មវិធី Excel យើងត្រូវធ្វើរបៀបណាបាទអញ្ចឹងនៅពេលខ្ញុំ select លើ ID ទៅវានឹង highlight ទៅលើពណ៌ដែល ID យើង select ហ្នឹងឧទាហរណ៍ខ្ញុំ select ទៅលើ ID 6វា highlight ពណ៌នៅជួរដេកទី6បាទ ID 10វា highlight ពណ៌នៅជួរដេកទី10ឃើញបាទអញ្ចឹងខ្ញុំចុច ID មួយណាវានឹង highlight ពណ៌ទៅលើជួរដេកមួយហ្នឹងបាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងយើងត្រូវធ្វើរបៀបណាអញ្ចឹងអ្នកទាំងគ្នាអាចតាមដានវីដេអូនេះបានបាទជាដំបូងខ្ញុំមានជាតារាងទិន្នន័យឧទាហរណ៍តូចមួយបាទមានដូចជាលេខ ID ឈ្មោះបាទនាមគោលនាមអញ្ចឹងទៅបាទឧទាហរណ៍ទេខ្ញុំចង់ដាក់ ID ខ្ញុំដាក់ ID មកអញ្ចឹងខ្ញុំដាក់ I អក្សរ ID ធំ I អក្សរ D បាទខ្ញុំដាក់ ID 01អញ្ចឹងទៅអាហ្នឹងខ្ញុំគ្រាន់កំណត់ឧទាហរណ៍ទេអ្នកទាំងគ្នាចង់ដាក់មិនក៏បានដែរខ្ញុំដាក់ថា ID 01ដល់ពេលចង់បានទាំងអស់អ្នកទាំងគ្នាគាត់ទាញវាចុះក្រោមមកវា count auto វិញបាទពី ID 01ទៅដល់ ID 10បន្តមកទៀតយើងត្រូវយក ID ហ្នឹងមកដាក់កន្លែង select នេះ select drop down list នេះបាទអញ្ចឹងដើម្បីដាក់កន្លែង drop down list ហ្នឹងអ្នកទាំងគ្នាយកមកចុចកន្លែង select ID ហ្នឹងមកហើយចុចកន្លែង data នៅខាងលើបាទហើយមើលមកខាងស្ដាំចុចកន្លែង data tool បាទហើយចុច data validation មកដើម្បីយើងដាក់វាជា drop down list កន្លែងនេះយើងយក list ណាបាទ select យក list មកកន្លែងសញ្ញាព្រួយនេះយើងតិច select លើ ID របស់យើងមកនេះ ID ពីលេខ1រហូតដល់លេខ10ហ្នឹងបាទ select ទាំងអស់មកហើយអ្នកទាំងគ្នាគាត់ចុច OK មកបាទចុច OK មកយើងបានជា drop down list ឃើញទេបាទអា select បែបហ្នឹងគេហៅ drop down list បាទនៅក្នុងទូរស័ព្ទនៅក្នុងកុំព្យូទ័រអីពីច្រើនគឺយើងអាសាឃើញបាទនៅក្នុងកម្មវិធីអីក៏មានដែរ drop down list ហ្នឹងឥឡូវយើង select បានហើយបាទ drop យក ID ធ្វើជា drop down list បានប៉ុន្តែអត់មានតន់មានពណ៌បាទអញ្ចឹងយើងអាចកំណត់ពណ៌បានណាអញ្ចឹងជាដំបូងយើង select លើក្រាមរបស់យើងតែយើងត្រូវកំណត់ពណ៌វាអញ្ចឹងមានន័យយើងចង់ដាក់ពណ៌ទាំងអស់នៅក្នុងប៉ុណ្្នឹងបាទហើយយើងចូលកំណត់លក្ខខណ្ឌចូល home មកហើយមើលមកខាងស្ដាំចូលកន្លែង conditional formatting នេះបាទយកពាក្យ new rule មកមានន័យលក្ខខណ្ឌថ្មីណាបាទចូល new rule មកហើយយើងចុចខាងក្រោមគេបាទបន្តមកទៀតកន្លែងនេះយើងដាក់សញ្ញាស្មើបាទមានន័យថាយើងស្មើទៅលើ ID នេះមានន័យថាបើសិនពី ID វាស្មើនឹង ID ហ្នឹងហើយចុចកន្លែង ID ហ្នឹងហើយយើងលុបសញ្ញាដុល្លារមួយចេញបាទបើសិនជាជួរតម្លៃជួរឈរនៃ ID ហ្នឹងវាស្មើហ្នឹងបាទ select ID របស់យើងនេះបើសិនជាវាស្មើគ្នាអញ្ចឹងវាឲ្យ highlight ពណ៌ទាំងអស់ហើយយើងដាក់ពណ៌មកចុចយក format ហ្នឹងហើយខ្ញុំចុចយកពណ៌ទូចែកមួយយើងទៅបាទចុច OK មកហ្នឹងហើយចុច OK ភាសាទៀតបាទអញ្ចឹងយើងបានពណ៌ឃើញទេបាទអញ្ចឹងយើងបានពណ៌ឥឡូវ select មើលបាទវីដេអូអត់ខ្ញុំដាក់ ID 3ឃើញបានទេបាទហ្នឹងហើយអញ្ចឹងការងារហ្នឹងយើងធ្វើបែបហ្នឹងបាទដើម្បីងាយស្រួលពេលខ្លះយើង select ទៅវា highlight ទៅយើងងាយស្រួលមើលបាទសម្រាប់អ្នកធ្វើការងារផ្ទៀងផ្ទាត់ទិន្នន័យអីចឹងណាបាទ ID ទី10វា highlight យើងស្រួលមើលភ្នែកយើងស្រួលមើលផងបាទពេលយើងធ្វើចឹងទៅបាទហើយការងារខ្លះក៏គេចាំបាច់ទៅការងារខ្លះក៏មិនចាំបាច់ទៅបាទសម្រាប់អ្នកដែលមានការងារដែលបាទចាំបាច់ធ្វើបែបហ្នឹងគឺធ្វើបែបហ្នឹងទៅបាទងាយស្រួលមើលណាបាទហើយភ្នែកយើងក៏វាស្រួលមើលដែរបាទអ្នកអនភ្នែកហ្នឹងគឺបាទអាចធ្វើបែបហ្នឹងបានដើម្បីកុំឲ្យយើងពិបាកផ្ទៀងប៉ុណ្ណឹងណាបាទសូមអរគុណចឹងអ្នកនរគ្នាមានចម្ងល់អីទៀតអាច comment ម្នាក់មួយមកបាទមានចម្ងល់បញ្ហាទៀតបាទឬចង់សួរបញ្ហាទៀតអាច comment ក្នុង comment យើងមកបាទសូមអរគុណ